មេរៀនជីវិតនេះប្រកបណាស់តម្រូវឲ្យយើងរៀនហាត់ពុតនិងប្រុងប្រយ័ត្នឲ្យបានជាប់ជានិច្ចព្រោះថាបើប្រស្រីភ្នែកយើងស្ដើងត្រចៀកយើងស្រាលហើយខួរក្បាលយើងស្ទើរគីឡូទៀតនោះយើងនឹងខ្សោយសមត្ថភាពក្នុងការថ្លឹងថ្លែងរឿងល្អចំពោះមនុស្សល្អហើយដូច្នេះចូលអ្នករៀនចងចាំមនុស្សល្អហើយប្រាប់ខ្លួនយើងជានិច្ចថាចូលរៀនមើលឲ្យបានច្បាស់ហើយរៀនស្ដាប់ឲ្យបានត្រឹមត្រូវនិងប្រើសមត្ថភាពពិចារណាឲ្យសមហេតុផលទំនងដែលដំណើរជីវិតនេះតម្រូវឲ្យយើងត្រូវមានភ្នែកភ្លឺត្រចៀកល្អនិងខួរក្បាលប៉ិនប្រសប់ចូលយើងរៀនហាត់ពុតជារឿយឲ្យបានជាប់ជាប្រចាំពីព្រោះរឿងទាំងអស់នេះគឺយើងទាំងអស់គ្នាសុទ្ធតែតម្រូវឲ្យរៀនមើលឲ្យបានដឹងរឿងអាក្រក់ល្អរៀនស្ដាប់ឲ្យបានឮរឿងល្អមិនល្អនិងរៀនពិចារណាឲ្យបានដឹងរឿងណាល្អរឿងណាអាក្រក់មនុស្សណាល្អមនុស្សណាអាក្រក់គឺថាយើងត្រូវតែចេះមើលឲ្យឃើញស្ដាប់ឲ្យឮនិងគិតឲ្យត្រូវ